ទឹកធ្លាក់អូជាំគឺជារមណីយដ្ឋានធម្មជាតិមួយដែលស្ថិតនៅប៉ែកខាងជើងឈៀងខណ្ឌត្បូងទីរួមខេត្តបាត់ដំបងដែលមានចម្ងាយ80គីឡូម៉ែត្រពីទីរួមខេត្តស្ថិតនៅក្នុងភូមិអូជាំឃុំកំពង់ល្ពៅស្រុកសំឡូតខេត្តបាត់ដំបងរមណីយដ្ឋានកម្សាន្តបែបធម្មជាតិមួយនេះបច្ចុប្បន្នបានស្រូបទាញអ្នកទេសចរមកពីគ្រប់ទិសទីឲ្យចូលកម្សាន្តលោកព្រីនីតប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូជាំបានឲ្យដឹងថាអ្នកទេសចរដែលមកកម្សាន្តទឹកធ្លាក់អូជាំត្រូវធ្វើដំណើរដោយថ្មើរជើងឡើងពីមួយដំណាក់ទៅមួយដំណាក់ដោយឆ្លងកាត់ជ្រលងដងអូដើមឈើតូចធំទាំងថ្មជំរាលភ្នំនិងពិសេសទឹកធ្លាក់ប្រដេញគ្នាធ្លាក់មកក្រោមដែលគេអាចកម្សាន្តដោយការងូតទឹកថតរូបឬសម្រាកលំហែតាមផ្លូវដោយក្តីសប្បាយរីករាយកើតសហគមន៍នេះនៅឆ្នាំ2007ហើយមូលហេតុដែលបង្កើតសហគមន៍នេះដោយសារតែឃើញសក្តានុពលនៅទីនេះយើងឃើញមានធនធានធម្មជាតិហ្នឹងគួរឲ្យចាប់អារម្មណ៍ដើម្បីយើងផ្សព្វផ្សាយទៅខាងក្រៅឲ្យតាក់ទាញភ្ញៀវទេសចរដើម្បីចូលមកលេងងាយស្រួលរកប្រាក់ចំណូលដល់ប្រជាពលរដ្ឋនិងជួយតាក់ទាញភ្ញៀវទេសចរពីខាងក្រៅមកចូលនៅក្នុងសហគមន៍យើងលោកប្រធានសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់អូជាំរូបនេះបានបញ្ជាក់ទៀតថាការមកកម្សាន្តរបស់ភ្ញៀវទេសចរបានធ្វើឲ្យប្រជាសហគមន៍អាចរកចំណូលពីវិស័យនេះសម្រាប់ដោះស្រាយជីវភាពគ្រួសារបានមានដូចជាទឹកធ្លាក់ធម្មជាតិហើយនឹងមានព្រៃឈើដែលយើងគួរតាក់ទាញហ្នឹងហើយមានផ្កាថ្មដុះតាមថ្មហើយនឹងទឹកហូរដែលស្រស់ស្អាតបំផុតមានធ្លាក់ខ្ពស់មកកាត់ថ្មអញ្ចឹងមកហើយមានផ្សេងជាច្រើនទៀតដោយសារតែវាជាលក្ខណៈធម្មជាតិហ្នឹងភ្ញៀវឥឡូវគាត់ចូលចិត្តបែបធម្មជាតិឬការបែបកែច្នៃជាសវនិមិត្តហ្នឹងវាជារូបភាពដែលយើងកែច្នៃអានេះដែលធម្មជាតិគេចូលចិត្តណាស់មនុស្សឥឡូវគេចូលចិត្តវិលមករកធម្មជាតិបើមានការរៀបចំល្អសម្រាប់ធ្នាប់យើងមានអនាម័យថង់សម្រាមអីយើងអាចរើសទុកម្ដុំយើងអត់ឲ្យចោលឲ្យភ្ញៀវគាត់មកលេងអញ្ចឹងយើងអាចណែនាំគាត់មិនឲ្យគាត់ចោលថង់សម្រាមពីពេលកាលធ្វើឲ្យខូចសម្ដាប់ធ្នាប់នៅទឹកធ្លាក់របស់យើងវាដល់ពេលវេលាហើយដែលខ្មែរយើងងាកមកគ្រប់គ្រងអ្វីដែលជារបស់យើងកុំទៅឲ្យតម្លៃទៅការពិតទៅនៅខាងក្រៅព្រោះខ្ញុំក៏មិនមែនថាដើរឆ្ងាយក្រៅច្រើនដែរក៏ប៉ុន្តែវាជាពេលវេលាមួយដែលយើងគ្រប់គ្រងផលិតផលរបស់យើងជនជាតិយើងទឹកដីរបស់យើងហើយព្រោះយើងមិនគួរយកលុយទៅខ្ជះខ្ជាយនៅខាងក្រៅទេគួរបញ្ជាក់ថាទឹកធ្លាក់អូជាំផ្នែកខាងលើគេបង្អស់មានកម្ពស់30ម៉ែត្រដែលហ៊ុំព័ទ្ធដោយផ្ទាំងថ្មធំនិងមានត្រពាំងមួយនៅលើភ្នំដែលជាប្រភពទឹកហូរមកកាន់ទឹកធ្លាក់នេះទឹកធ្លាក់ចុះមកពីលើភ្នំដែលមានប្រភពមកពីបឹងដ៏ធំមួយទំហំប្រមាណជាង2ហិកតាដោយបានបង្ហូរទម្លាក់កាត់តាមផ្ទាំងថ្មធំជាច្រើនដំណាក់មកក្រោមបង្កើតជាផ្ទាំងទស្សនីយភាពដ៏គួរឲ្យគយគន់ពេកក្រៃ